សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរ Channel ពូភាននិទានក៏បានលើកឡើងនៅសាច់រឿងសង្ខេបរបស់បឹងមួយកន្លែងដែលពុកម៉ែបងប្អូនក៏បានធ្លាប់តែស្ដាប់ធ្លាប់ឮតគ្នាថ្ងៃនេះដែរ Channel របស់យើងខ្ញុំក៏បានលើកឡើងសង្ខេបនៅសាច់រឿងទ្រុសក៏ដូចជាសម្រាយនៅប្រវត្តិទាក់ទងទៅនឹងបឹងយក្សឡោមបឹងយក្សឡោមគឺជាបឹងមួយកន្លែងដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជាដែលបច្ចុប្បន្នហ្នឹងគឺស្ថិតនៅក្នុងខេត្តរតនគិរីទាក់ទងទៅនឹងបឹងប្រវត្តិសាស្ត្រនេះដែរគឺជាបឹងមួយកន្លែងដែលសម្បូរទៅដោយភ្ញៀវទេសចរក៏ដូចជាប្រជាជនរស់នៅប្រកបរបរផ្សេងគ្នាសម្រាប់បឹងនេះដែរគឺមានជម្រៅ50ម៉ែត្រដែលមានបរិមាណប្រមាណជាង2612ម៉ែត្រសម្រាប់ការកកើតក៏ដូចជាប្រភពនៃការកកើតបឹងមួយនេះដែរគឺមានមតិផ្ទុយគ្នាដែលលើកឡើងថាទី1គឺទាក់ទងទៅនឹងវិទ្យាសាស្ត្រនិងអបិយជំនឿបើយោងទៅតាមអបិយជំនឿក៏ដូចជាសង្គមខ្មែរយើងគឺតែងតែមានជំនឿក៏ដូចជាដំណាលតគ្នាថាបឹងនេះគឺជាបឹងដែលកើតឡើងពីពពួកយក្សដែលមានការចំនួនគ្នាធ្វើឲ្យមានការដកដើមឈើបណ្ដាលឲ្យคล้ายជាបឹងមួយកន្លែងដែលមានដល់សពថ្ងៃនេះទៅសម្រាប់ឯអ្នកវិទ្យាសាស្ត្រគឺគេមានការសង្កេតល្អិតល្អន់ដោយយោងទៅលើសិលាចារឹកក៏ដូចជាផូស៊ីលក៏ដូចជាភស្តុតាងផ្សេងដែលគេលើកឡើងថាគឺបឹងមួយកន្លែងនេះគឺជាបឹងធម្មជាតិដែលកើតចេញពីបន្ទប់ភ្នំភ្លើងដែលធ្វើឲ្យមានការកើតឡើងនៅជម្រៅបឹងដ៏ធំមួយនេះដែលមានជម្រៅរហូតដល់50ម៉ែត្ររហូតដល់បច្ចុប្បន្ននេះសម្រាប់បឹងដែលស្ថិតនៅខេត្តរតនគិរីមួយនេះគឺជាបឹងមួយកន្លែងដែលមានសក្តានុពលយ៉ាងខ្លាំងសម្រាប់នាពេលបច្ចុប្បន្នដែលអាចទាក់ទាញយកភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករដោយសារតែសម្រស់ដ៏វិចិត្រការនិងសម្រស់ធម្មជាតិផ្សេងដែលអាចនាំចំណូលយ៉ាងច្រើនទៅកាន់ខេត្តរតនគិរី